សួស្តីកងទាហានកូរ៉េខាងត្បូងគ្រប់គ្នាច្បាស់ជាពិបាកហើយដែលត្រូវធ្វើការទាំងថ្ងៃទាំងយប់ដោយក្តីស្រឡាញ់និងការបារម្ភពីថ្នាក់ដឹកនាំដ៏អស្ចារ្យជាទីគោរពទាហានកូរ៉េខាងជើងនេះជាលទ្ធផលព្យាករណ៍អាកាសធាតុដោយប្រើប្រព័ន្ធកុំព្យូទ័រវៃឆ្លាតថ្នាក់ជាតិរបស់យើង3ម៉ោងទៀតនឹងមានភ្លៀងធ្លាក់ហើយខ្ញុំចែករំលែកដំណឹងនេះជូនដល់អ្នកជិតខាងរបស់យើងដែលគ្មានកុំព្យូទ័រវៃឆ្លាតប្រើអញ្ចឹងហ៎តែដូចជាមិនត្រូវទេផ្អែកតាមប្រព័ន្ធផ្កាយរណបស៊ើបអង្កេតអាកាសធាតុរបស់យើងគឺគ្មានភ្លៀងនៅកូរ៉េខាងជើងទេពួកយើងដូចជាចំណាយពេលយូរដែរហើយជជែកគ្នាបែបនេះលោកពលបាលផលទើបខ្ញុំបានត្រៀមរបស់ពិសេសមួយសម្រាប់សមាមិត្តកំពេចកំប៉ុកនៅកូរ៉េខាងត្បូងលោកចង់ស្ដាប់កំណាព្យភ្ជាប់ជាមួយឈ្មោះផលរបស់លោកដែរទេបាទសមាមិត្តអននៅកូរ៉េខាងជើងបានត្រៀមកំណាព្យមួយឲ្យខ្ញុំទៅហើយខ្ញុំពិតជាចង់លើកំណាព្យនោះណាផលមកពីពាក្យថោមក្លិនស្អុយកក្រុកលោមកពីពាក្យលាមកអញ្ចឹងលោកជាមនុស្សក្លិនលាមកអើយសម្បត្តិយន្តហេទុកផ្លូវរ៉េដាផងទៅដោយសារតែសមមិត្តខំតែងកំណាព្យដោយប្រើឈ្មោះរបស់ខ្ញុំអញ្ចឹងខ្ញុំក៏គួរតែងមួយផ្ញើទៅនាងវិញដែរខ្ញុំដឹងតែមរ៉ូជាឈ្មោះតារាចម្រៀងស្រស់ស្អាតប្រចាំប្រទេសកូរ៉េខាងត្បូងមែនចង់ឲ្យខ្ញុំជួយផ្ដើមអត់មកពីពាក្យថាមករមកពីពាក្យថារន្ទះនាងមុខដូចរន្ទះខ្ទប់ម៉ែឲ្យដល់ផាលោកមួយថ្ងៃឥឡូវតែមើលរូបរាងបែបគ្មានមិត្តស្រីទេមែនទេនាងនិយាយមកបែបខឹងហើយអញ្ចឹងស្ដាប់ឲ្យឈួលបន្តិចទៀតទៅនាងត្រូវបំពេញកាតព្វកិច្ចជាទាហាន10ឆ្នាំពេញចូលរួមរំលែកទុកផងខ្ញុំចិត្តដល់ថ្ងៃមកចប់ហើយតើពេញចិត្តហើយនៅបើលោកនៅតែក៏ក្លិនបោះពាក្យសម្ដីក្រោតក្រៀតបែបនេះខ្ញុំនឹងធ្វើឲ្យលោកខ្លាយទៅជាចំណីឆ្កែឆាប់ឈប់បោះពាក្យសម្ដីលែងថ្ងៃមកខ្ញុំទៀតភ្លាមប្រយ័ត្នខ្ញុំសម្លាប់លោកតាវាមិនមែនជារឿងចៃដន្យទេវាគ្រាន់តែមីកអើយមានតែយើងម្នាក់ត្រូវការខ្លមមើលជាពិសេសទៀតខ្លមមើលពិសេសប៉ុន្មានផាក់ជន់អ៊ូដូចជាចម្លែកណាស់ទៀតផាក់ជន់អ៊ូអ្នកមានពិតប្រកបមិនរើសអើងអ្នកដទៃឡើយភាពវិជ្ជមាន